chú siêu ọt bạc cái tế sở sơ thân niên bật chụp nấy một ai khăn chật mình lùa cứ sở sơ chú siêu mình đây phí mượt lật mũi này cứ bông ta bật trang chỉ mũi bắp than xua hay co rồng lơ kê tha đau mũi này cứ việc bị say khăng tham pua vinh có khmer cú priệpสมรรถភាពគ្មានដែនកំណត់អញ្ចឹងពេលដែលទំលុះទៅកាន់កម្រិតពាក់កណ្ដាល Emperor មេឃាប្រកាសជាមុខបង្ក្រាបគេមិនខានធានដោនឹងព្យាយាមមកវិបហាសម្រាប់គេចូលព្រោះថាធានដោគឺមិនអនុញ្ញាតឲ្យមានដោតាមមួយដែលមានថោពលខ្លាំងពេកនោះទេជូសៀវអត់ទាន់ខ្វល់ពីរឿងនឹងឡើយព្រោះយល់ថាពិភពលោកមួយនេះឲ្យតែគេចង់ដើរគឺដឹងតែមានផ្លូវសម្រាប់គេដើរអញ្ចឹងពេលនឹងស្ដេចកញ្ជ្រោងក៏បើកភ្នែកដឹងខ្លួនឡើងវិញហើយក៏រត់សម្ដៅមកកាន់ជូសៀវទាំងសប្បាយចិត្តភ្លេតអរគុណលោកម្ចាស់ដែលបានជួយកែប្រែនាងឈិងស៊ូក៏មកអបអរសាទរទៅកាន់អ្នកគ្រូចឹងទៅតែអ្នកគ្រូគឺខឹងមកអូនមួយនឹងមិនទាន់បាត់ឡើយតែមិនមែនខឹងអារឿងដែលនាងក្បត់នោះទេគឺខឹងអានាងមានរឿងល្អអញ្ចឹងមិនបានជាមិនប្រាប់បើដឹងថាត្រូវលោកម្ចាស់កែប្រែឲ្យខ្លាំងអញ្ចឹងនាងមកកែប្រែតាំងយូរណាស់អ្នកមីងលួយជីពីនៅរាងកាយស្ដេចកញ្ជ្រោងនឹងរួចក៏លឿនមកថាពិតអស្ចារ្យមីនមិនត្រឹមតែកម្រិតហ្វឹកហាត់កើនឡើងនោះទេសូម្បីតែខ្សែឈាមបិសាចក៏បរិសុទ្ធជាងមុនប្រៀបបានជាមួយបុព្វបុរសកញ្ជ្រោងបុរាណទៅហើយបិសាចកញ្ជ្រោងបុរាណនឹងគឺជាអ្នកខ្លាំងកម្រិតពាក់កណ្ដាល Emperor ហើយដោយសារតានាងមានខ្សែឈាមបរិសុទ្ធអញ្ចឹងកម្លាំងប្រយុទ្ធគឺខ្លាំងមែនទែនអាចទៅប្រឈមមុខគ្នាជាមួយបិសាចមានបាវបានឥឡូវនេះទៀតសោស្ដេចកញ្ជ្រោងគឺមានខ្សែឈាមប្រហាក់ប្រហែលជាមួយនឹងបិសាចកញ្ជ្រោងបុរាណអញ្ចឹងក៏អាចនិយាយបានថានាងមានឱកាសទម្លុះទៅកាន់កម្រិតពាក់កណ្ដាល Emperor ឬហើយនាងក៏សប្បាយចិត្តភ្លេតលោតទៅអបថើបឈូសៀវហើយនាងក៏សូមឲ្យឈូសៀវជួយកែប្រែបងប្រុសរបស់នាងផងព្រោះថាវានឹងអញញ៉ៃខ្លាំងមែនទែនព្រមចំប្រុសស្រីចំស្រីបងប្រុសនាងជាបិសាចកញ្ជ្រោងមុខ1000ភាគមុនខ្ញុំដូចជាច្រឡំគ្នាថាឈិងស៊ូគឺជាបងប្អូនជាមួយបិសាចមុខ1000ការពិតគឺជាស្ដេចកញ្ជ្រោងទេអ្នកមីងលួក៏មកនិយាយប្រាប់ថាឡោះនេះឈូសៀវគឺមិនទាន់អាចកែប្រែអ្នកខ្លាំងកម្រិត Great Sen បានម្នាក់ទៀតឡើយដោយសារតែដោរបស់គេនៅតិនខ្សោយនៅឡើយឬភ្លាមឈូសៀវក៏ដឹងភ្លេតអញ្ចឹងឯតើពេលដែលកែប្រែអូនមួយនេះគឺពិតជាពិបាកខ្លាំងមែនទែនបើអញ្ចឹងផែនការបង្កើតកងទ័ពរបស់គេប្រហែលជាត្រូវផ្អាកសិនហើយឯស្ដេចកញ្ជ្រោងក៏រាំងខកចិត្តផងដែរតែក្នុងចិត្តគឺមិនទាន់បោះបង់នោះទេដាច់ញ៉ាចិត្តថានឹងរកឱកាសឲ្យបងប្រុសរបស់នាងត្រូវឈូសៀវកែប្រែដែរឈូសៀវក៏នឹកឃើញអ្នកមីងលួថាបានបំបែកនៅថាមពលការពារកន្លែងមួយនោះហើយនៅនាងតបរវល់តាមមកជួយឯនឹងក៏មិនទាន់បានបំបែកទៀតទេឥឡូវរឿងកន្លែងនេះត្រូវបានដោះស្រាយអញ្ចឹងមីងទៅបំបែកវាទៀតណាចាំប្រហែល3ម៉ោងក្រោយគឺអាចចូលបានហើយឮថា3ម៉ោងភ្លាមស្ដេចកញ្ជ្រោងក៏យល់ថាវាអបសក់ភ្លេតបបួលឈូសៀវឲ្យទៅប៉ៃណៃមួយគ្នាលើកឡើងថានាងគឺមាននៅវិជាគុណសម្ងាត់មួយដែលអាចប៉ៃណៃឲ្យឡើងកម្រិតហ្វឹកហាត់ទៅប៉ែឆយម៉ាយរឿងនឹងគឺមានគិតអីក្រៅតែពីប៉ៃណៃទេបាទតែខ្ញុំចូលចិត្តដែរឈូសៀវចំដៃម្ដងមើលក៏អូខេទៅនៅមួយអូនទាំងពីររកកន្លែងគួរសមដើម្បីប្រតិបត្តិការ3ម៉ោងក្រោយមកអ្នកមីងលួក៏ teleport មកប្រាប់ថាកន្លែងមួយនឹងអាចចូលទៅបានហើយតែបន្ទាប់ពីឃើញរូបភាពអ្នកទាំង3ហើយក៏ដឹងភ្លេតថាបាញ់មិញពួកគេគឺវាយបោកហ្មងឈូសៀវក៏កាហែមទាំងអៀនតិចដែរហើយប្រាប់ឲ្យអ្នកទាំងពីរចាំខ្លួននៅកន្លែងហ្នឹងឯងអ្នកទាំងពីរទៅផុតអ្នកគ្រូក៏មកស្ដីឲ្យឈិងស៊ូមីឡាត់ឯងចាក្បាច់មួយនឹងពីអង្កាលនាងតបថាទៅរៀនចេះថ្មីនោះទេនេះរៀនពីសភៅមួយនេះអ្នកគ្រូឯងចង់មើលអត់អ្នកគ្រូនឹងក៏ទៅដណ្ដើមយកភ្លេតទៅប៉ែឆយយៈឈូសៀវចូលមកដល់ក៏មានអារម្មណ៍ថាបេះដូងរបស់គេលោតញាប់មែនទែនក៏លេចទៅមើលសាកសពនឹងទៅក៏សរសើរថាស័ក្តិសមជារាងកាយអមតៈបុរាណមីនទោះបីជាស្លាប់រាប់ពាន់ឆ្នាំមកហើយក៏រាងកាយអត់មានរលួយសំបីមិនតិចដែរដើរចូលទៅពិនិត្យមើលក៏ឃើញមានអក្សរនៅលើជញ្ជាំងដែលសរសេររៀបរាប់អំពីជីវិតម្ចាស់រាងកាយអាកិតនឹងគឺមានឈ្មោះថាឌូគូបៃធានហ្វឹកហាត់រយៈពេល7ឆ្នាំមានរាងកាយអមតៈកម្រិតល្អឥតខ្ចោះប៉ុន្តែគួរស្ដាយអាយុកាលរបស់គេនឹងគឺមានត្រឹមតែ10000ឆ្នាំហើយព្យាយាមធ្វើដំណើរទៅភពផ្សេងរហូតមកដល់ពិភពមួយនេះដើម្បីស្វែងរកឱកាសបន្តអាយុហើយចុងក្រោយក៏រកឃើញអាចកំបាំងមួយហើយអក្សរក៏មានតែប៉ុណ្្នឹងទេបែបនេះឈូសៀវក៏ខ្ជិលខ្វល់ទៀតចាប់ផ្ដើមស្រូបយករាងកាយអមតៈមួយនឹងវិញតែក៏ដឹងខ្លួនភ្លេតថានេះគឺជាអន្ទាក់តាចាស់ឌូគូក៏បង្ហាញរាងកាយពើតសរសើរឈូសៀវថាមិនធម្មតាមកភ្លេតសោះក៏រកឃើញនៅអន្ទាក់បុកគីបាត់ប៉ុន្តែក៏នៅតែសើចអញ្ចឹងឲ្យឈូសៀវបំបាច់ឬបំរើទេបកលនៅរាងកាយរបស់ឯងមកឲ្យអញតាមស្រួលមកឈូសៀវអត់ខ្លាចឡើយចង់មកចូលខ្លួនអញផង10ថ្ងៃក្រោយមកឈូសៀវក៏ដើរចេញពីរូងភ្នំនឹងវិញលូថាតាចាស់អីគេនេះពិតជាពិបាកដោះស្រាយមែនស៊ីស្តំក៏ចេញមកអបអរសាទរគេដែលបានស្រូបយកនៅធម្មពលរាងកាយអមតៈកម្រិតល្អឥតខ្ចោះអ្នកមីងលួឃើញគេចេញហើយក៏មកសួរមិនបានជាយូរម៉េះព្រោះត្រឹមតែ7ថ្ងៃទៀតនោះទេគឺដល់វេនចែកចែកអោស្វាយចេញមកគ្រប់គ្រងរាងកាយម្ដងអញ្ចឹងក៏មករករឿងឈូសៀវព្រោះគេសន្យាថានឹងធ្វើនាងលងស្នេហ៍មួយគេឬហើយវាក៏មកលួងមីងឯងកុំតិនខឹងមើលគឺដោយសារតែអតាកចាស់នៅក្នុងមួយនោះចង់មកចូលខ្លួនរបស់ខ្ញុំអញ្ចឹងក៏រវល់វាយគ្នាជាមួយវាឡើងពី300ក្បាច់សរុបមកខ្ញុំគឺគ្មានបំណងពន្យាពេលអីឡើយឬហើយនាងក៏ភ្ញាក់ផ្អើលព្រោះវិញ្ញាណអ្នកខ្លាំងចង់ចូលខ្លួនរបស់គេគ្រប់គ្រងរាងកាយអីឈូសៀវអត់មានរបួសអីសំបីបន្តិចវាក៏យល់ដែរថាប្រហែលមកពីខ្ញុំសំណាងល្អអ្នកមីងលួយជីក៏ឈប់ដេញដោលប្រាប់ឈូសៀវកុំតែភ្លេចការសន្យារបស់គេទៅបានហើយហើយមកដល់ជួបជាមួយកញ្ជ្រោងទាំងពីរនាក់វិញពួកនាងគឺសប្បាយចិត្តមែនទែនរត់មកអបឈូសៀវភ្លេតឈូសៀវកងអែលក្បាលអីនាងលងលោមទៅបន្ទាប់ក៏ដល់ពេលធ្វើដំណើរទៅក្នុងទីក្រុងបិសាចម្ដងមានស្ដេចកញ្ជ្រោងនឹមផ្លូវគឺដឹងតែអត់បញ្ហាទេពួកគេនឹមគ្នាជិះទូកហោះមកដល់ស្ដេចកញ្ជ្រោងក៏រៀបចំកន្លែងឲ្យឈូសៀវស្នាក់នៅចូលមកដល់ក៏សរសើរថាអំបូរកញ្ជ្រោងរបស់ពួកនាងគឺមានអំណាចក្រាន់បើក្នុងទីក្រុងមួយនេះហើយគេ
កញ្ញាម្នាក់ក៏មករយៈនៅស្ដេចកញ្ជ្រោងនឹងរាយការណ៍ប្រាប់ថាមួយរយៈនេះទីក្រុងបិសាចគឺអត់មានសុវត្ថិភាពទេព្រោះកំពុងតែមានមនុស្សលោកមកអុកឡុកជាសម្ងាត់អញ្ចឹងក៏បានធ្វើទីក្រុងបង្កើនការរឹតបន្តឹងការការពារជាងមុនឬហើយឈូសៀវក៏ណូតទុកហើយសាររឿងក៏ការទៅដល់បរិយាកំបាំង3នាក់ដឹកនាំទៅដល់ប៉ែកមួយឈ្មោះហ្វឹងកំពុងតែនាំគ្នាទៅជួយសង្គ្រោះកញ្ញាលាវហុងជីព្រោះនាងមានវត្ថុទិព្វមួយដែលពួកវាកំពុងតែស្វែងរកឡើង100ឆ្នាំមកហើយកូនចៅម្នាក់ក៏សួរមីអាបើអញ្ចឹងពួកយើងគួរតែធ្វើម៉េចវាក៏តបថានឹងធ្វើទីក្រុងមួយនេះរញ៉េរញ៉ៃពោពេញទៅដោយភាពវឹកវរមកសន្ទុះក្រោយមកបន្ទាប់ពីសួរស្ថានភាពទៅកាន់ស្ដេចកញ្ជ្រោងមកសន្ទុះធំក៏ដឹងព័ត៌មានមួយចំនួនទី1ម្ចាស់ទីក្រុងបិសាចគឺជាបិសាចដែលប្រៃផ្សៃមែនទែនចង់យកឈាមរបស់មនុស្សលោកមកចម្រាញ់ធ្វើជាអាវុធទិព្វឯហុងជីវិញនាងមកអុកឡុកទីក្រុងបិសាចនឹងព្រោះឮដំណឹងថាចៅស្រីរបស់តាចាស់លិនត្រូវបានពពួកបិសាចចាប់ខ្លួនចៅស្រីនឹងគឺជាមនុស្សរបស់គ្រួសារលិនដែលធ្លាប់មានគុណទៅលើអ្នកទាំងពីរណាឈូសៀវគឺ respect ជាមួយភាពស្មោះត្រង់របស់នាងមែនទែនហើយភ្លាមស្ដេចកញ្ជ្រោងក៏រត់មកអបគេទាំងសប្បាយចិត្តប្រាប់ថា mission ដែលឈូសៀវប្រើនាងធ្វើគឺនាងធ្វើរួចអស់ហើយដោយបានទៅជួបជាមួយកញ្ញាលាវហុងជីហើយនឹងលិនឆេវអឺឥឡូវនេះពួកគេអត់អីនោះទេហើយក៏ថែមទាំងបកគលនៅកណ្ដាស់មួយនោះទៅឲ្យពួកនាងរួចហើយឈូសៀវក៏សរសើរតែធ្វើបានល្អរួចសួរបញ្ជាក់ថាអត់មានឲ្យអ្នកផ្សេងទៀតសង្ស័យណាយនាងតបថាអត់នោះទេហើយខ្ញុំនៅមានព័ត៌មានសំខាន់មួយទៀតតែបើលោកម្ចាស់ឯងចង់ដឹងថាបខ្ញុំមួយសិនមកឈូសៀវក៏ធ្វើជាបដិសេធយោឥឡូវហ៊ានមកដាក់លក្ខខណ្ឌទៀតបែបនេះនាងក៏សុំទោសសុំអីទៅរួចប្រាប់ពីព័ត៌មានមួយនោះបិសាចមុខ1000គឺមានការសង្ស័យទៅកាន់លោកម្ចាស់ឯងថាជាស្ដេចបិសាចឈូសៀវកាលព្រលឹកមុនគេបានដឹងថាទំនាក់ទំនងស្ដេចបិសាចឈូសៀវជាមួយលាវហុងជីគឺមិនធម្មតានោះទេអញ្ចឹងបើសិនជាលោកម្ចាស់ឯងបង្ហាញខ្លួនទៅជួយលាវហុងជីប្រកាសជាបញ្ជាក់ថាលោកម្ចាស់គឺជាស្ដេចបិសាចឈូសៀវមិនខានហើយសត្រូវរបស់លោកម្ចាស់កាលព្រលឹកមុនក៏មហមពិតវាប្រហាដែរឮហើយឈូសៀវក៏សរសើរថា IQ បងប្រុសអូនឯងគឺពិតជាខ្ពស់មែននិយាយចប់ក៏ទៅឲ្យរង្វាន់នាងមួយរើចាប់នាងវាយដាតពេញនឹងបាទអស្ចារ្យមែនទែនខ្ញុំក៏ចង់ឲ្យរង្វាន់អញ្ចឹងដែរណោះគ្នាយើងប្រហែលជាចង់ដែរមើលទៅឯអ្នកមីងលួយជីគឺអង្គុយសើបដ យអាឡិតមួយនេះពិតជាប៉ិនមែនឯចាចាអោស្វាយវិញក៏លួចរៀនតាមកញ្ញាកញ្ជ្រោងទៀតផងទុកប្រើមួយឈូសៀវនឹងអនាគតណាហើយពេលហ្នឹងគឺវាមានក្តីសុខមែនទែនព្រោះមានមេអូនកញ្ជ្រោងដល់ទៅ2នាក់មកបំរើពីមុខផងពីក្រោយផងចឹងទៅហើយអ្នកមីងលួក៏នឹកឃើញសួរថាគេមានកម្រងអីបន្តព្រោះនៅក្នុងទីក្រុងបិសាចមួយនេះគឺមានអ្នកខ្លាំងកម្រិតសេនខេងដល់ទៅ4នាក់ថែមទាំងមានកូនចៅចំនួនក្រោយរបស់បិសាចមេអំបៅទៀតផងស្ដេចមេអំបៅហើយនឹងបិសាចភ្នំគឺសុទ្ធតែមានអាវុធទិព្វឈូសៀវអត់បារម្ភនោះទេព្រោះបានប្រកបអរេវេទមន្តទៅឲ្យហុងជីដាក់រួចហើយព្រោះមុនពេលដែលវាយគ្នាគឺមិនអាចអនុញ្ញាតឲ្យអ្នកខ្លាំងកម្រិតសេនខេងប្រយុទ្ធទាំងកម្លាំងពេញនោះឡើយប្រហែលថ្ងៃក្រោយមកនៅក្នុងទីក្រុងបិសាចយើងក៏បានឃើញថាពពួកបិសាចទាំងអស់ចាប់ផ្ដើមក្អួតឈាមមិនដឹងជាកើតអីនោះទេដេកដួលអស់រលីងបិសាចទាំងខ្សែ2នាក់នេះក៏ឆ្កល់ថាពួកវាកើតអីនឹងការពិតគឺមិនមែនជាស្នាដៃរបស់ឈូសៀវឡើយជាស្នាដៃរបស់ក្រុមអបិហ្វឹងនេះដាក់ថ្នាំពុលទៅកាន់ពួកបិសាចអស់រួចក៏ចាប់ផ្ដើមដកថយរើបិសាចមុខ1000មកពិនិត្យមើលក៏លិនមកថាថ្នាំពុលមួយនេះពិតជាប្រៃផ្សៃមែនហើយកញ្ញាហុងជីម្នាក់នោះមានអាចកំបាំងអីទៅបានជាធ្វើឲ្យពួកអដែងតាមជួយនាងមិនបោះបង់អញ្ចឹងឯជីយួនអានេះវិញក៏មួមកជាមួយមនុស្សលោកទាំងអស់នឹងជាខ្លាំងចាំមើលតែអញចាប់ពួកអដែងឯងបានដឹងតែពលិតស្បែកទាំងរស់ហ្មងខ្ញុំមិនដឹងថាប៉ែនឹងគឺជាជីយួនឬក៏អ្នកផ្សេងទេមកដល់កន្លែងឈូសៀវវិញម្ដងស្ដេចកញ្ជ្រោងក៏ជួដំណឹងប្រាប់គេដូចគ្នាគឺមានមនុស្សលោកមួយក្រុមកំពុងតែអោលទីក្រុងហើយបើតាមមើលគោលដៅរបស់គេគឺជួយសង្គ្រោះលាវហុងជីឈូសៀវក៏ប្រាប់កុំឲ្យបារម្ភកុំសង្ឃឹមថាផែនការរបស់ពួកវាបានជោគជ័យហ៊ានចង់បំផ្លន់អូនហុងជីរបស់គេផងឲ្យពួកឯងងាប់ដោយគ្មានដីកប់ស្រាប់ពេលក៏ស្រាប់តែបិសាចមុខ1000បានដើរចូលមកណែនាំប្អូនស្រីឲ្យកិច្ចខ្លួនពីទីក្រុងនឹងសិនទៅព្រោះថាម៉ាយៈនេះគឺចលាចលមែនទែននាងប្រកែកថាមានរឿងសំខាន់ត្រូវធ្វើអញ្ចឹងមិនទាន់អាចចេញបានទេទោះបីជាមុខ1000ទទូចក៏ស្ដេចកញ្ជ្រោងអត់យល់ព្រមដែរអាបងឯងមិនបាច់ខ្វល់ពីរឿងខ្ញុំទេគិតតែរឿងខ្លួនឯងទៅខ្លួនប្រុសទេតែមានរាងកាយមនុស្សស្រីហើយមិនអនាគតទៅចង់ឲ្យខ្ញុំហៅថាចាចាយវិញមែនឬហើយមូមកភ្លេតស្ដីនាងបិទមាត់នឹកឃើញរឿងនឹងគឺខឹងសម្បាទៅកាន់អបកាច់ឈូសៀវនឹងហ្មងបើកុំតាវានាងក៏មិនខ្លាយទៅជាបែបនឹងដែរឈូសៀវដែលបន្លំខ្លួនជាតិនឹងក៏លួចសើចធ្វើឲ្យមុខ1000ចាប់អារម្មណ៍ក៏សួរប្អូនថាអាឡិតនឹងជាណាគេហើយក្នុងចិត្តវាក៏ចាប់ផ្ដើមសង្ស័យថាមិនបានជាកសែភ្នែកអាឡិតមួយនេះនាងដៀងចំទៅមានអារម្មណ៍ថាមិនសូវស្រួលអញ្ចឹងស្ដេចកញ្ជ្រោងក៏ណែនាំអត្តសញ្ញាណคล้ายៗមួយរបស់ឈូសៀវទៅឲ្យបិសាចមុខ1000ឈូសៀវសរសើរក្នុងចិត្តមីឡាត់មួយនេះចេះកុហកបានសមមីនបិសាចមុខ1000វិញគឺមិនពេញចិត្តជាមួយឈូសៀវនោះទេធ្វើមុខឡើងគ្រឹតអញ្ចឹងឈូសៀវក៏ដឹងបណ្ដោយថាវាជាប្រភេទបងប្រុសដែលការពារប្អូនស្រីរួចសម័យមើលថាបើសិនជាវាដឹងការពិតប្អូនស្រីរបស់ខ្លួនខ្លាយជាស្រីរបស់សត្រូវមិនដឹងជាវានឹងមានអារម្មណ៍មិនទេមុខ1000ក៏ស្រាប់តែនិយាយទៅកាន់ឈូសៀវឲ្យគេដាក់លក្ខខណ្ឌមកចង់បានលុយចង់បានអីប្រមាណទើបសុកចិត្តចាក់ចេញពីប្អូនស្រីរបស់អញស្ដេចកញ្ជ្រោងក៏ចង់មកបន្តលូកមាត់ប៉ុន្តែមុខ1000មិនអនុញ្ញាតឡើយហើយឈូសៀវក៏សើចអេសទៅពួកយើងគឺជាគ្រួសារតែមួយនិយាយរឿងលុយកាក់ហ្នឹងគឺគួរសមពេកឯងឬហើយមុខ1000កាន់តែមូមកគំរាមទៅវិញអាណាគេជាគ្រួសារតែមួយជាមួយឯងនិយាយផ្ដេសផ្ដាស់ទៀតប្រយ័ត្នអញវាយវើយឈូសៀវឌឺថែមហៅឲ្យស្ដេចកញ្ជ្រោងមកជួយនិយាយជាមួយបងប្រុសពួកយើងនាងក៏អញ្ចឹងទៀតមកខំនៅបិសាចមុខ1000ឲ្យលេងដៃវាគឺស្ទើរតែបញ្ជាទៅទេប្អូនស្រីរបស់អញសុកចិត្តខំអញដើម្បីប្រុសមិនត្រឹមតែប៉ុណ្ណោះពេលឈូសៀវប្រាប់ឲ្យនាងលេងនាងក៏លេងតាមពាក្យ
ពាក្យសម្ដីវាទៀតហើយវាក៏ធ្វើជានិយាយអាបងប្រុសអីមិនបាច់ភ័យទេអនាគតទៅខ្ញុំនឹងបរៀនអូនមួយនឹងឲ្យស្ដាប់បង្គាប់បិសាចមុខ1000គឺមូម៉ៅស្ទើតែត្រឹមបានទៅហើយ